ស៊ីចាក់ខាដាមានន័យថាចាប់ផ្ដើមចុះបើកិរិយាសព្ទបូកជាមួយនឹង khi ស៊ីចាក់ខាដាវិញវាមានន័យដូចម្ដេចហើយគេប្រើវានៅពេលណាដើម្បីបង្ហាញអំពីអ្វីនៅក្នុងមេរៀននេះយើងនឹងសិក្សាអំពីទម្រង់ khi ស៊ីចាក់ខាដាយល់ពូនអញ្ញោសេអូសួស្តីអ្នកទាំងអស់គ្នាតោះថ្ងៃនេះយើងមានមេរៀនថ្មីមួយទៀតហើយដើម្បីលើកយកមកធ្វើការសិក្សាអញ្ចឹងមេរៀនយើងក្នុងថ្ងៃនេះគឺ khi ស៊ីចាក់ខាដាតោះសម្រាប់គ្នាយើងដែលមានបំណងរៀនភាសាកូរ៉េតាមអនឡាញថ្នាក់សន្ទនាភាសាកូរ៉េកម្រិត1វគ្គថ្មីចូលរៀនថ្ងៃទី19ខែឧសភាឆ្នាំ2025យើងរៀនពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង9ដល់ម៉ោង10យប់មកនៅក្នុងប្រទេសកូរ៉េខលបង្រៀនផ្ទាល់តាមកម្មវិធី Google Meet សម្រាប់តម្លៃសិក្សាវិញត្រឹមតែ80000 វ៉ុនប៉ុណ្ណោះរៀនមួយចប់សៀវភៅតើអញ្ចឹងសម្រាប់គ្នាយើងដែលមិនទាន់បានចុច Subscribe សូមជួយចុច Subscribe ហើយនៅរូបកណ្ដឹងម្នាក់មួយផងណាតោះឥឡូវយើងចូលដល់មេរៀនយើងទាំងអស់គ្នា khi ស៊ីចាក់ខាដាត្រូវបានប្រើប្រាស់ដាក់នៅពីខាងក្រោយគុណនាមឬកិរិយាសព្ទដើម្បីបង្ហាញអំពីការចាប់ផ្ដើមធ្វើការងារអ្វីមួយជាលើកដំបូងឬស្ថានភាពអ្វីមួយដែលចាប់ផ្ដើមកើតឡើងជាលើកដំបូងទម្រង់ពេញរបស់វាគឺ Kiril Sijakada ប៉ុន្តែសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃឬត្រូវបានលុបចេញគេប្រើត្រឹមតែ Ki Sijakada ឧទាហរណ៍ Khada លុបដើរចេញនៅសល់ពាក្យ Kha បូកជាមួយនឹង Ki Sijakada ជាងបាន Khaki Sijakada Mokta លុបដើរចេញនៅសល់ពាក្យ Mok បូកជាមួយនឹង Ki Sijakada យើងបាន Moki Sijakada Oda លុបដើរចេញនៅសល់ពាក្យ O បូកជាមួយនឹង Ki Sijakada យើងបាន Oki Sijakada Thopta លុបដើរចេញនៅសល់ពាក្យ Top បូកជាមួយនឹង Ki Sijakada យើងបាន Topki Sijakada ឧទាហរណ៍ 나는 작년부터 한국어를 배우기 시작했어요. 나는 작년부터 한국어를 배우기 시작했어요. ខ្ញុំបានចាប់ផ្ដើមរៀនភាសាកូរ៉េចាប់តាំងពីឆ្នាំមុនមកម្ល៉េះ 비가 오기 시작해서 빨리 집으로 뛰어갔어요. 비가 오기 시작해서 빨리 집으로 뛰어갔어요. ខ្ញុំបានរត់ចូលផ្ទះយ៉ាងលឿនពីព្រោះតែមេឃចាប់ផ្ដើមធ្លាក់ភ្លៀង 날이 점점 더워지기 시작했어요. 날이 점점 더워지기 시작했어요. ថ្ងៃកាន់តែចាប់ផ្ដើមក្តៅទៅហើយ 그는 20살 때부터 담배를 피우기 시작했어요. 그는 20살 때부터 담배를 피우기 시작했어요. គាត់បានចាប់ផ្ដើមជក់បារីតាំងពីពេលគាត់មានអាយុ20ឆ្នាំ 네, 잘하셨습니다. 여러분은 키 시작하다를 잘 배웠어요? 네, 연습해 보세요. 여러분은 언제부터 한국어를 공부하기 시작했어요? 네, 오늘은 여기까지만 해요. 다음 과에 또 만날 거예요. 안녕.